Chiều su anh chuột hơi mến tế. Bong thay ai nhom chịp ôn thay đỏ smart trong robot bong nè. Chọc hơi. Nhom chmu chừng chiêu chỉ smake nạ tiệp mà nẹ nơi Sala Dali. Đi dây ao sưu tập tới cứ con tay chỉ nẹ có tra kếtประชุม nâng chùm lòng ách xa bần nọ. Chiêu ai ngày ní miên ประชุม thôm phi yên vang còn một đài treo riệp trong ỏi mặt chọt. Cha sự đằng hơi. Phi yên vang cứ lộc mà cha phi hu yên nơi Sala Dali. Lỡ bây tha quạt mương mặt nâng sa hao khô khờ nè. Mình tha chi mình trai bốc rồi lui thông pon nà tê ao tay khẹt đo đáy quạt cứ mình nghĩ rụt khuôn lại. Mình nú rộp rồi nẹ nơi khung Sala Dali khơi quạt hai cứ kha chỉ nhật cục nè. Xong bây tay đọ đằng ham con mình hiên khlang đài kha phơ ở quạt mình sập bài chật. Nhóm phơ ca nơi tí ní bây năm hai cào pi pe cắt đây đã trơi chùm rệp xu tam tùm lọp. Nhóm nâng quạt nỉ dây khniệp to khuôn mình hú pi pram mặt lại. Bồm nón Prathnaแต่មួយគត់របស់ខ្ញុំចំពោះមេលើរូបនេះគឺសង្ឃឹមថាគាត់មិនកាត់ប្រាក់ខែនិងប្រាក់លើកទឹកចិត្តរបស់ខ្ញុំដើម្បីឲ្យខ្ញុំសន្សំប្រាក់ខ្លះទិញប៊ិចល្អឲ្យអូនប្រុសមុនរដូវស្លឹកឈើជ្រុះតែនឹកស្មានមិនដល់សោះថាថ្ងៃនេះអូនប្រុសចង្រៃរបស់ខ្ញុំបែរជាមកវាបំបីឆ្នាំងបាយរបស់ខ្ញុំទៅវិញឈប់ហាមចូលសាលាដាលីផ្ដេសផ្ដាលេងខ្ញុំទៅខ្ញុំមករកបងខ្លាចខ្ញុំធ្វើការនៅខាងក្នុងមនុស្សឈួតរំរបួសលើក្បាលម្នាក់នេះគឺជាវស៊ូប្អូនប្រុសបង្កើតរបស់ខ្ញុំដែលធ្លាក់ពីលើសេះកាលពីប៉ុន្មានថ្ងៃមុនឃ្លឿនណាស់ទីសក្ការៈសាលាក្តីហេតុអ្វីហ៊ានចូលមកជ្រៀតជ្រែកពួកយាមល្បាតសាលាដាលីធ្វើការយ៉ាងម៉េចហ្នឹងចាប់អាឈួតនេះចេញទៅបងថ្លៃទីបំផុតខ្ញុំរកបងឃើញហើយគួរឲ្យស្អប់ណាស់នរណាជាបងថ្លៃឯងកុំមកចង់កេងចំណេញពីខ្ញុំជាវស៊ូអញលេងសើចជាមួយខ្ញុំមែនទេបងថ្លៃបងប្រញាប់ទៅជួយបងស្រីខ្ញុំទៅគាត់ត្រូវគេបង្ខំឲ្យទៅមើលមុខហើយបើបងមិនទៅទេប្រពន្ធបងនឹងរត់តាមគេបាត់ហើយបងថ្លៃចប់ហើយឆាកជីវិតរបស់ជាងឈីវខ្ញុំប្រហែលជាត្រូវចប់ត្រឹមនេះហើយលោកម្ចាស់សូមកុំប្រកាន់អីនេះជាប្អូនប្រុសបង្កើតរបស់ខ្ញុំទេគេទៅតែធ្លាក់ពីលើសេះប៉ះពាល់ក្បាលគ្រូពេទ្យថាគេវង្វេងស្មារតីនិយាយផ្ដេសផ្ដាសមិនដឹងសូម្បីតែឈ្មោះខ្លួនឯងគេមិនមែនមានបំណងប្រមាថលោកម្ចាស់ឡើយខ្ញុំខ្វះការប្រដៅសូមលោកម្ចាស់អត់ទោសឲ្យផងខ្ញុំនឹងនាំគេចេញទៅឥឡូវនេះនាំចេញទៅឥឡូវនេះមិនឲ្យរំខានដល់លោកម្ចាស់ទៀតទេស្រកស្រីជីវស៊ូអញឈួតមែនទេដឹងទេថាទីនេះជាកន្លែងណាឆាប់លេងដៃទៅនេះជាលោកម្ចាស់ភីនៃសាលាដាលីមិនមែនជាបងខ្លាចស្រមើស្រមៃរបស់អញទេអញចង់ងកុំអូសគ្រូសាទៅជាមួយអីបងស្រីខ្ញុំមិនបានឈួតទេគ្រូពេទ្យនោះទេដែលមកខ្ញុំកាលជាថ្មីពី10ឆ្នាំក្រោយទៅថ្ងៃអនាគតគាត់ពិតជាបងខ្លាចខ្ញុំមែនបងគុំឃើញគាត់មុខងាប់រាល់ថ្ងៃធ្វើរកពីគំរាមកំហែងបងឲ្យសោះតាមពិតគាត់លួចស្រឡាញ់បងច្រើនឆ្នាំហើយក្នុងថតទស្សនៈរបស់គាត់លួចលាក់សុទ្ធតែសេចក្តីព្រៀងឯកសារដែលបងសរសេរខុសលើសពីនេះនៅលើស្មារបស់គាត់នៅមានសាក់ឈ្មោះរបស់បងទៀតផងនៅលើស្មារបស់គាត់នៅមានសាក់ឈ្មោះរបស់បងទៀតផងបើនិយាយរឿងហៅបងថ្លៃអំបញ្ញមិញអាចយកលេខាជាមនុស្សឈួតនិយាយផ្ដេសផ្ដាសបានតែឥឡូវនេះបែរជានិយាយរឿងសាក់សម្ងាត់លើខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់ទី3ទៅវិញនេះពិតជាចង់ងាប់ហើយអ្វីដែលតែសាហាវនោះគឺគេហ៊ាននិយាយថាសាក់នោះជាឈ្មោះរបស់ខ្ញុំទៀតចប់ហើយលើកនេះមិនដឹងថាតម្លៃក្តាររំជួឥឡូវនេះថ្លៃប៉ុន្មានទេតើប្រឋានៈជាបុគ្គលិកសាលាដាលីអាចសុំបញ្ចុះតម្លៃបានខ្លះទេលោកម្ចាស់ភីហ៊ូយៀនដ៏មានអំណាចលួចស្រឡាញ់ស្មេថ្នាក់ទាបម្នាក់ថែមទាំងលួចប្រមូលក្រដាសកំទេចដែលគេបោះចោលនិងសាក់ឈ្មោះគេលើក្នុងទៀតលោកម្ចាស់ខ្ញុំសូមនឹងស្លាប់មួយម្ដងនេះពិតជាមនុស្សឈួតនិយាយផ្ដេសផ្ដាសមែនគេធ្វើឲ្យខូចខូចក្បាលអស់ហើយខ្ញុំហ៊ានស្បត់ចំពោះមេខ្ញុំមិនដែលផ្សព្វផ្សាយពីចាំអារ៉ាមពីលោកម្ចាស់ឡើយខ្ញុំសូមបីតែសម្លៀកបំពាក់ធម្មតារបស់លោកម្ចាស់ក៏មិនដែលឃើញផងគុំថាឡើយក្នុងរបស់លោកម្ចាស់នោះនាងនិយាយថាក្នុងរបស់ខ្ញុំមានសាក់មែនទេចប់ហើយគាត់បែរជាចាប់អារម្មណ៍រឿងនេះទៅវិញមែនហើយ10ឆ្នាំក្រោយពេលគ្រូសាយើងទៅលេងទឹកក្តៅនៅទីក្រុងខ្ញុំឃើញតបនេះបងស្រីខ្ញុំថែមទាំងរូបថាបោះសាក់នោះទៅពេកមើលទៅគួរឲ្យខ្លាចទៀតផងកុំនិយាយទៀតអីជីវស៊ូអញចាប់បិទមាត់ទៅនរណានៅខាងក្រៅនាំខ្លួនគេទៅបន្ទប់សម្ងាត់ខាងក្រៅយាមឲ្យទាំងរឹងបើគ្មានបញ្ជីផ្ទាល់ពីខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលជួបឡើយបងថ្លៃបងកុំលាក់បាំងទៀតអីប្រញាប់ទៅដណ្ដើមប្រពន្ធមកវិញទៅចប់ហើយឥឡូវនេះសតតែខ្ញុំម្នាក់ឯងប្រជុំមុខនឹងលោកម្ចាស់ដ៏ត្រជាក់ម្នាក់នេះហើយតើខ្ញុំត្រូវគេដកតំណែងឬសម្រាប់ចោលសម្ងាត់ទេជាងជីវខ្ញុំនៅទីនេះចូលមកបន្ទប់ខាងក្នុងជាមួយខ្ញុំជាងជីវអូនប្រុសរបស់នាងនិយាយថាគ្រូសានាងបង្ខំនាងឲ្យទៅមើលមុខមែនទេមិនមែនទេលោកម្ចាស់នេះជាចំណុចសំខាន់មែនទេលោកជាមន្ត្រីជាន់ខ្ពស់ថ្នាក់ទី3ដ៏មានអំណាចដែលគិតគ្នាខ្លាចជាងើបទើបតែត្រូវប្អូនប្រុសខ្ញុំនិយាយបង្កាច់បង្ខូចថាមានសាក់ឈ្មោះខ្ញុំលើខ្នងកេកឈ្មោះលោកស្ទើរតែខូចអស់ទៅហើយតែលោកបែរជាមកបារម្ភរឿងខ្ញុំទៅមើលមុខទៅវិញលោកម្ចាស់នោះសុទ្ធតែជាការរៀបចំរបស់ម៉ាក់ខ្ញុំទេគ្រូសាខ្ញុំប្រហែលអូនប្រុសខ្ញុំត្រូវប្រឡងទៀតត្រូវការចំណាយច្រើនម៉ាក់ខ្ញុំក៏ចង់លោកគ្រូសាល្អខ្លះដើម្បីបានថ្លៃទឹកដោះជួយគ្រូសាតែខ្ញុំស្គាល់ថាខ្ញុំមានគំនិតបែបនេះក៏តែសោះខ្ញុំជាមនុស្សរបស់សាលាដាលីសាក៏ជាខ្មោចសាលាដាលីដែរខ្ញុំត្រូវតែចង់ចំណងឯកសារនៅទីនេះអស់មួយជីវិតប៉ុណ្ណោះន័យថានាងមិនចង់រៀបការទេមិនចង់ទេដាច់ខាតគឺមិនចង់គុំថាឡើយរៀបការក្រោយរឿងថ្ងៃនេះកើតឡើងខ្ញុំប្រហែលជាត្រូវនៅម្នាក់ឯងអស់មួយជីវិតហើយលើកមុខឡើងនេះជាលើកទី1ហើយក្នុងរយៈពេល3ឆ្នាំដែលខ្ញុំបានសម្លឹងមើលមុខមេលើរបស់ខ្ញុំតបភ្នែកបែបនេះដោយគ្មានតការិយាល័យរាំងស្ទះដង្ហើមរបស់គាត់នៅជិតខ្ញុំខ្លាំងណាស់ប្អូនប្រុសរបស់នាងជីវស៊ូហ៊ានចូលមកកន្លែងប្រជុំធំនិងបង្កការរំខានមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងហ៊ានប្រមាថមន្ត្រីជាន់ខ្ពស់ទៀតផងតាមច្បាប់ត្រូវវា100រំពាត់និងនិរទេស3000លីឬអាចត្រូវកាត់ទោសប្រហារជីវិតទៀតផង
និរទេស3000លីកាត់ទោសប្រហារជីវិតក្រោយរដូវស្លឹកឈើជ្រុះ លោកម្ចាស់មេតាផងប្អូនប្រុសខ្ញុំពិតជាខូចខួរក្បាលមែនហើយសូម្បីតែព្រឹកនេះគេញ៉ាំអីក៏ចាំមិនច្បាស់ផងគេមិនបានតាំងចិត្តប្រមាថលោកម្ចាស់ទេសូមលោកម្ចាស់មេត្តាលើកលែងទោសផងខ្ញុំសុខចិត្តធ្វើជាគោជាសេះបម្រើលោកហើយសូមប្រាក់បៀវត្សជាតិសាសនេះនិងជាតិក្រោយជូនលោកម្ចាស់យើងមិនខ្វះប្រាក់បៀវត្សបន្តិចបន្តួចរបស់អ្នកទេចុះខ្ញុំត្រូវធ្វើដូចម្តេចដើម្បីលុបទោសឲ្យតែអាចរក្សាជីវិតប្អូនប្រុសខ្ញុំបានទោះលោកម្ចាស់ឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរធ្វើអ្វីក៏ព្រមមែនទេចាសោះធ្វើអ្វីក៏ព្រមទាំងអស់ឲ្យតែមិនសម្លាប់ទោសឲ្យទៅលៀងបង្គន់នៅដាលីស៊ឺ10ឆ្នាំក៏ព្រមដែររឿងថ្ងៃនេះមន្ត្រីគ្រប់គ្នាបានដឹងអស់ហើយកេរ្តិ៍ឈ្មោះស្អាតស្អំរបស់យើងត្រូវខូចដោយសារប្អូនអ្នកបើយើងកាត់ទោសគេផ្ទាល់គេនឹងនិយាយថាយើងខឹងខុសរឿងសម្លាប់បំបិតមាត់ពាក្យចាំអារាមពិបាកទប់ស្កាត់ជាងទឹកចំនួនទៅទៀតចុះតើលោកម្ចាស់ចង់មានន័យថាម៉េចមានតែវិធីមួយគត់ដើម្បីបំបិតមាត់មនុស្សម្នាក់គឺធ្វើឲ្យរឿងអាស្រូវរបស់ប្អូនអ្នកคล้ายជារឿងសំហេតុផលឬមួយត្រូវទៅរកជាងសាក់ឥឡូវនេះដើម្បីសាក់ឈ្មោះខ្ញុំលើក្នុងគេរៀបការជាមួយយើងអីគេរៀបការជាមួយយើងអីគេលោកម្ចាស់កុំលេងសើចអីខ្ញុំទុំសោយណាស់មិនហ៊ានលេងសើចជាមួយលោកទេម្យ៉ាងទៀតការប្រមាថថ្នាក់លើជាទោសធ្ងន់ខ្ញុំមិនហ៊ានទេយើងមិនដែលនិយាយលេងសើចទេប្អូនអ្នកហៅយើងថាបងថ្លៃនៅចំពោះមុខមនុស្សជាច្រើនបើយើងរៀបការវានឹងคล้ายជារឿងក្នុងគ្រួសារដ៏សំហេតុផលហើយយើងក៏អាចបង្ហាញប្រាប់ព្រះរាជាថាយើងគ្មានបំណងចង់សម្ព័ន្ធភាពជាមួយអ្នកមានអំណាចឡើយគឺគ្រាន់តែចង់រៀបការជាមួយស្រីសាមញ្ញម្នាក់ដើម្បីឲ្យទ្រង់ស្ងប់ព្រះទ័យខ្ញុំយល់ហើយគឺបែបនេះសោះគេចង់យកខ្ញុំធ្វើជាខែការពារខ្លួនថ្មីនេះការតស៊ូអំណាចក្នុងរាជវាំងកាន់តែខ្លាំងឡើងព្រះរាជាតែងតែសង្ស័យមន្ត្រីចំបាក់ពុកទ្រង់ចង់ផ្សំផ្គុំគេជាមួយកូនស្រីមន្ត្រីមានអំណាចដើម្បីលបងមើលចិត្តគេរឿងអាស្រូវរបស់ប្អូនខ្ញុំថ្ងៃនេះមើលទៅដូចជាគ្រោះថ្នាក់តែបែរជាឱកាសល្អសម្រាប់គេទៅវិញការរៀបការជាមួយស្រីក្រីក្រគ្មានបង្អែកដូចជាខ្ញុំគឺជាភស្តុតាងដ៏ល្អបំផុតបង្ហាញថ្នាក់លើដើម្បីបង្ហាញថាខ្លួនគ្មានបំណងចង់បាក់ពួកនិងរក្សាជំហរព្យាក្រឹតទាំងអាចបំបិទមាត់មហាជននិងធ្វើឲ្យព្រះរាជាស្ងប់ព្រះទ័យគឺចំណេញគ្រប់ផ្លូវចាប់តាំងពីដើមមកខ្ញុំគ្រាន់តែជាខែការពារគេពីការតស៊ូអំណាចប៉ុណ្ណោះខ្ញុំនិយាយហើយតើមន្ត្រីជាន់ខ្ពស់មានអំណាចដូចគេមិននឹងអាចមកស្រឡាញ់ស្រីចម្លងឯកសារសាមញ្ញម្នាក់ដូចជាខ្ញុំទៅទោះបីជាហេតុផលនេះមើលទៅអាត្មានិយមនិងត្រជាក់ស្រទុំតែវាជាវិធីតែមួយគត់ដែលអាចសង្គ្រោះជីវិតពួកយើងបានខ្ញុំព្រមសហការជាមួយលោកម្ចាស់ហើយឲ្យតែអាចសង្គ្រោះប្អូនប្រុសខ្ញុំធ្វើជាប្រពន្ធកិច្ចសន្យាក៏ខ្ញុំព្រមដែរលោកម្ចាស់កុំបារម្ភខ្ញុំនឹងនិយាយច្រើនមិនលូកដៃរឿងលោកឡើយពេលរឿងនេះកន្លងផុតទៅខ្ញុំនឹងចាក់ចេញភ្លាមមិនដណ្ដើមតំណែងជំទាវឡើយអ្នកណាប្រាប់អ្នកថាយើងចង់សម្ដែងជាមួយអ្នកថ្លៃទឹកដោះត្រឹមត្រូវហើយចំនួនធំដុំរៀបការពេញច្បាប់ធ្វើជាជំទាវរបស់ដាលីស៊ឺពិតប្រាកដមិនមែនសម្ដែងទេចាសោះលោកម្ចាស់ថាពិតគឺពិតហើយទោះពិតឬខ្លាំងខ្លាយខ្ញុំនឹងធ្វើតាមបញ្ជាលោកម្ចាស់ទាំងអស់ខ្ញុំនឹងសហការសម្ដែងឲ្យបានល្អឥតខ្ចោះទៅជួបប្អូនប្រុសអ្នកនៅខាងក្រោយទៅថ្ងៃស្អែកសម្រាប់នៅផ្ទះកុំទៅណាទាំងអស់រងចាំការចូលស្ដីដណ្ដឹងបើមិនដូច្នោះទេយើងនឹងវាបំបាក់ជើងប្អូនអ្នកចាសោះខ្ញុំនឹងមិនចេញទៅក្រៅឡើយ
គួរឲ្យខ្លាចណាស់គេពិតជាគួរឲ្យខ្លាចមែនដើម្បីអំណាចនឹងការតស៊ូក្នុងរាជវាំងសំបីតែអាពាហ៍ពិពាហ៍ក៏យកលះបង់បានដែរសំណាងហើយដែលខ្ញុំដឹងខ្លួនទាន់ បងស្រីបងរួចខ្លួនហើយមែនទេខ្ញុំប្រាប់ហើយតើបងខ្លាចមិនសម្លាប់ខ្ញុំទេបងឃើញបងប្រុសយាមពីរនាក់មែនទេពួកគាត់គួរសម្ដាក់ខ្ញុំណាស់ញ៉ាំអញស្ទើរតែធ្វើឲ្យពួកយើងងាប់ទាំងគ្រួសារហើយដឹងទេ មិនក៏វាខ្ញុំចឹង ពិតមែនតើឥឡូវបងមិនទាន់រៀបការជាមួយគាត់មែនតែ10ឆ្នាំទៀតគាត់ពិតជាស្រឡាញ់បងស្លាប់ហើយខ្ញុំមើលកែវភ្នែកគាត់ដឹងគាត់មើលបងឡើងលំហើយបងជឿខ្ញុំទៅជឿបាល់អីបើអញហ៊ានហៅគេថាបងខ្លាចទៀត ថ្ងៃស្អែកបងនឹងយកសបែងទៅចោលនៅព្រៃសំសានហើយបងស្រីលែងដៃសិនទៅឈឺណាស់ ឯងនេះក្បាលរបួសធ្ងន់ធ្ងរនេះហើយនៅតែចង់រត់ទៅក្រៅទៀត សម្រាប់ព្យាបាលខ្លួនឲ្យល្អមិនបានទេអីបើបួសកាន់តែធ្ងន់ទៅជាពិការមួយជីវិតធ្វើមិនទៅម៉ែនិយាយត្រូវហើយបើបួសធ្ងន់ជាងនេះពួកយើងធ្វើមិនរស់ទៅ ពុកម៉ែជួបបន្ទោគាត់ទៅរបួសរបស់ជាងស៊ីគ្រាន់តែចង់ខាងក្រៅទេមិនអីទេ មានរឿងមួយខ្ញុំត្រូវប្រាប់ពុកម៉ែលោកម្ចាស់ភេយាននៃដាលីស៊ឺចង់រៀបការជាមួយខ្ញុំអីគេប្រពន្ធសម្រាប់ហើយប្រពន្ធឲ្យ សម្រាប់ពួកយើងជាអ្នកក្រីក្រលោកម្ចាស់ភេយានមិនមែនគ្រាន់តែជាមន្ត្រីធំធម្មតាទេ គាត់មានអំណាចសម្រាប់ជីវិតអ្នកដទៃមើងម៉ាត់និងដាច់ខាតគាត់ជាមនុស្សដែលគ្រប់គ្នាខ្លាចចោលអានិងមិនហ៊ានក្បែរឡើយកូនស្រីឲ្យនេះមិនមែនជាការរៀបការទេ ពួកគាត់ថានេះជាបញ្ជារបស់បងខ្លាចតឲ្យទៅទិញមន់ខ្វាយពីហាងល្បីបំផុតមកឲ្យខ្ញុំញ៉ាំនេះដូចជាបញ្ជូនកូនទៅកន្លែងប្រហារជីវិតចឹងទៅពាក់ព័ន្ធជាមួយមនុស្សបែបនេះគ្រួសារយើងច្បាស់ជាគ្មានផ្លូវរស់ទេ គាត់ថាគាត់មិនមែនសម្ដែងទេតែគាត់កំពុងរៀបចំផែនការអ្វីទឹកដីក្នុងរាជវាំងពិតជាជ្រៅខ្លាំងណាស់ហើយជាងស៊ីននៅតែនិយាយផ្ដេសផ្ដាស់ទៀតថាលោកម្ចាស់ភេយានសាក់ឈ្មោះខ្ញុំលើក្នុងគាត់មិនអាចទៅរួចទេពិតជាមិនអាចទៅរួចឡើយខ្ញុំច្បាស់ជាជួបរឿងច្រើនពេកថ្ងៃនេះទើបគិតរវើវាយបែបនេះព្រឹកព្រលឹមសោះមិនក៏នៅផ្លូវខាងត្បូងអ៊ូអរថ្នាក់នេះតើមានរឿងអ្វីកើតឡើងទៅ រឿងអីហ្នឹងផ្ទះណាគេរៀបការហើយជំនុំធំថ្នាក់នេះព្រះអើយនោះមិនមែនជាក្បួនហើយជំនុំរបស់វាំងទេអី អបអរសាទរលោកជាងអបអរសាទរលោកស្រីជាងលោកម្ចាស់ភេយាននៃដាលីស៊ឺនាំចំនួនមកស្ដីដណ្ដឹងកូនស្រីច្បងរបស់លោកហើយលោកម្ចាស់ថាមកប្រញាប់ពេករៀបចំចំនួនបានតែប៉ុណ្ណេះបើមានខ្វះខាតសូមអភ័យទោសផងចំនួន128ហឹបពេញមួយផ្លូវផ្អើលអស់អ្នកភូមិហើយនេះហៅថាប្រញាប់ពេកលោកម្ចាស់ភេយានពិតជាលេងខំមែនដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះព្រះរាជាគាត់មិនមែនយកលុយរត់ទៅប្រើទេដឹង ជាងជីវយើងមកទទួលនាងហើយ រឿងរ៉ាវកើតឡើងលឿនពេកហើយខ្ញុំគ្មានពេលគិតរកល្បិចដោះស្រាយតតែសោះចាប់តាំងពីលោកម្ចាស់ភីនាំចំនួន128ឡានមកដល់ផ្ទះខ្ញុំរហូតដល់ថ្ងៃនេះគាត់បានជ្រើសរើសថ្ងៃខែល្អសម្រាប់រៀបការភ្លាមចន្លោះពេលនេះមិនដល់7ថ្ងៃផងលោកម្ចាស់ភីនឹងរៀបការហើយលោកម្ចាស់វ័យក្មេងនៃតុលាការយ៉ាងនឹងហ៎មនុស្សត្រជាក់ស្រទុំមិនដែលយោគយល់ដល់អ្នកណាឡើយសូម្បីតែសាច់ញាតិរបស់គាត់ក៏មិនលើកលែងដែរគាត់ថែមទាំងចង់រៀបការទៀតឬថាគាត់បញ្ជាឲ្យរៀបការក្នុងរយៈពេល7ថ្ងៃទៀតផងតើកូនក្រមុំជាកូនស្រីអភិជនមកពីណាទៅប្រហែលជាស្រីស្អាតលំដាប់កំពូលហើយទើបលោកម្ចាស់ភីព្រមរៀបការបែបនេះ លោកម្ចាស់ខ្ញុំស៊ើបដឹងហើយស្រីដែលលោកម្ចាស់ភីរៀបការជាមួយមិនមែនជាកូនស្រីអភិជនទេគឺជានារីបម្រើការតូចតាចម្នាក់ឈ្មោះជាងជីវ មិនក៏អាចទៅរួច ឯងនិយាយថាម៉េចមិនគួរឲ្យជឿសោះមិនក៏លោកម្ចាស់ភីទៅរៀបការជាមួយស្រីបម្រើការតូចតាចទៅវិញលោកម្ចាស់ភីមានបុណ្យស័ក្តិខ្ពស់តែបែរជាធ្វើរឿងឈួតលីលាបែបនេះមិនគិតពីច្បាប់ទម្លាប់មិនខ្វល់ពីឋានៈបែរជាទៅរៀបការជាមួយស្រីបម្រើការតូចតាចរឿងនេះមិនអាចអត់អន់ឲ្យបានទេខ្ញុំនឹងសរសេរសម្បត្តិប្តឹងគាត់ភ្លាមក្រាបទូលព្រះករុណា លោកម្ចាស់ភីរៀបការប្រញាប់ប្រញាល់ឲ្យកូនក្រមុំមានឋានៈទាបថោកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សូមទ្រង់ដាក់ទោសកម្មផងរឿងរៀបការរបស់លោកម្ចាស់ភីជារឿងផ្ទាល់ខ្លួនរបស់គាត់
យើងមិនចង់លូកដៃឡើយរឿងនេះទុកមួយឡែកសិនទៅរឿងរៀបការរបស់លោកម្ចាស់ភីជារឿងផ្ទាល់ខ្លួនរបស់គាត់យើងមិនចង់លូកដៃឡើយរឿងនេះទុកមួយឡែកសិនទៅព្រះអើយពិតជាស្រីបម្រើការតូចតាចមែនហេនឹកស្មានមិនដល់សោះលោកម្ចាស់ភីដ៏ខ្ពង់ខ្ពស់បែរជាទៅរៀបការជាមួយស្រីបែបនោះទៅវិញ គាត់ច្បាស់ជាធ្វើដើម្បីកេរ្តិ៍ឈ្មោះហើយច្បាស់ជាចង់បង្ហាញភាពស្មោះត្រង់ចំពោះព្រះរាជាហើយរាត្រីផ្សំដំណេកយប់នេះច្បាស់ជាមានគ្រោះថ្នាក់មិនខានគាត់ច្បាស់ជាដើរចូលមកទាំងមុខស្ងួតរួចហុចកិច្ចសន្យាមរណៈឲ្យខ្ញុំស៊ីញេជាមិនខានឬក៏បង្ខំឲ្យខ្ញុំបិទមាត់រហូត បើនាងហ៊ាននិយាយរឿងនេះប្រាប់អ្នកក្រៅតែមួយម៉ាត់ឬហ៊ានមានគំនិតមិនល្អចំពោះយើងនឹងកាត់ក្បាលនាងចោលភ្លាម គិតទៅពិតជាគួរឲ្យខ្លាចណាស់បន្តិចទៀតពេលគាត់ចូលមកខ្ញុំត្រូវតែប្រយ័ត្នប្រយែងកុំឲ្យគាត់សង្ស័យឲ្យសោះខ្ញុំនឹងលើកជង្គង់សុំទោសរួចទៅគេងនៅលើអត់ដត្រជាក់នោះទៅនេះជាវិធីការពារខ្លួនដ៏ល្អបំផុតរបស់ខ្ញុំត្រូវតែដឹងគុណស្មោះត្រង់និងមិនល្មើសព្រំដែនស្លាប់ហើយគាត់ចូលមកហើយត្រូវតែស្ងប់ចិត្តកុំឲ្យគាត់ចាប់កំហុសបានឲ្យសោះស្លាប់ហើយខ្ញុំត្រូវតែទុកចិត្តឲ្យបានសម្រស់បែបនេះអ្នកណាទ្រាំបានទៅស្ងប់ចិត្តជាងឈីវត្រូវតែស្ងប់ចិត្តដាច់ខាតកុំលងខ្លួនឲ្យសោះសូមលោកម្ចាស់ជួបតែសេចក្តីសុខ ជាងឈីវយប់នេះជាយប់សំដំណេកនាងបានសំពះសុំទោសរួចហើយទីនេះជាផ្ទះរបស់យើងមិនមែនជាតុលាការដែលទេមិនបាច់លុតជង្គង់ថ្វាយបង្គំយើងឡើយ ចាសោះខ្ញុំនឹងធ្វើតាមបញ្ជាលោកម្ចាស់ប្រាប់ថាមិនបាច់ខ្ញុំក៏មិនលុតជង្គង់ដែរជប់សិនមិនក៏ខុសពីការគិតរបស់ខ្ញុំអីចឹង នាងមិនទាន់បានញ៉ាំអីពេញមួយថ្ងៃហើយច្បាស់ជាឃ្លានហើយមែនទេញ៉ាំអីបន្តិចទៅនាងមិនទាន់បានញ៉ាំអីពេញមួយថ្ងៃហើយច្បាស់ជាឃ្លានហើយមែនទេញ៉ាំអីបន្តិចទៅ មិនពិតទេដឹងលោកម្ចាស់ភីដ៏សាហាវខូខើបែរជាហុចនំឲ្យខ្ញុំញ៉ាំដោយផ្ទាល់ដៃមិនស្រួលទេនំនេះមើលទៅស្អាតប្លែកឬមួយក៏មានដាក់ថ្នាំពុលខ្ញុំយល់ហើយគាត់ច្បាស់ជាចង់សម្លាប់ខ្ញុំបំបិទមាត់ដើម្បីកុំឲ្យរឿងនេះឃ្លីទៅក្រៅដល់ពេលស្អែកឡើងគាត់នឹងប្រាប់គេថាខ្ញុំស្លាប់ដោយសារជំងឺភ្លាមផែនការគាត់ពិតជាល្អឥតខ្ចោះមែន ញ៉ាំទៅគ្មានពុលទេបើយើងចង់សម្លាប់នាងគុកគំនិតរបស់តុលាការដែលងាយស្រួលជាងនេះឆ្ងាយណាស់ថ្ងៃនេះយើងផឹកស្រាច្រើនពេកខ្លួនប្រានពេញដោយក្លិនស្រាយើងទៅងូតទឹកសិននាងសម្រាប់តាមសម្រួលចុះ គាត់ពិតជាសង្ហាខ្លាំងណាស់គាត់ពិតជាសង្ហាខ្លាំងណាស់ឈីវនោះជាឈ្មោះរបស់ខ្ញុំតើ នៅលើស្មារបស់គាត់មានសាក់ឈ្មោះរបស់នាងយ៉ាងច្បាស់គឺពាក្យថាជីវនឹងឯង ជាការរត់មែនពិតជាមានមែនលោកម្ចាស់ភីដ៏មានអំណាចនិងគួរឲ្យខ្លាចម្នាក់នោះតែជាសាក់ឈ្មោះខ្ញុំនៅលើខ្លួនរបស់គាត់ទៅវិញអញ្ចឹងមានន័យថារឿងដែលខ្ញុំធ្លាប់គិតនោះមិនមែនជាការយល់សប្តិឬការพูดកុហកឡើយគឺជារឿងពិតទាំងអស់គាត់ពិតជាបានឆ្លងភពមកពី10ឆ្នាំក្រោយមែនលោកម្ចាស់ភីគាត់ពិតជាលួចស្រឡាញ់ខ្ញុំជាច្រើនឆ្នាំមកហើយមែនទេមិនក៏អាចទៅរួចខ្ញុំគ្រាន់តែជានារីក្រីក្រម្នាក់ធ្វើការបម្រើគេដើម្បីរស់ប៉ុណ្ណោះតើគាត់ស្រឡាញ់ខ្ញុំត្រង់ណាទៅឬមួយក៏គាត់ស្រឡាញ់ភាពឆ្លាតវៃរបស់ខ្ញុំ មើលគ្រប់គ្រាន់ហើយឬនៅ ស្លាប់ហើយត្រូវគាត់ចាប់បានបាត់ មើលគ្រប់គ្រាន់ហើយឬនៅ ស្លាប់ហើយត្រូវគាត់ចាប់បានបាត់ខ្ញុំមិនបានឃើញអីទាំងអស់លោកម្ចាស់ខ្ញុំពិតជាមិនបានឃើញអ្វីឡើយសូម្បីតែស្នាមសាក់នោះក៏ខ្ញុំមិនបានឃើញដែរ ជាងជីវដាក់ដៃចុះទៅយប់នេះនាងគេងលើគ្រែចុះយើងគេងលើសាឡុងនេះហើយស្អែកនេះនៅមានការងារត្រូវធ្វើនាងត្រូវទៅតុលាការដែលជាមួយយើងទៀត តើគាត់កំពុងរៀបចំផែនការអ្វីឲ្យប្រកបទៅឬមួយក៏គាត់ចង់សាក់ឈ្មោះខ្ញុំដើម្បីដាក់បណ្ដាសាខ្ញុំរាល់ថ្ងៃច្បាស់ជាបែបនឹងហើយបើមិនអីចឹងទេមិនក៏គាត់មកចាប់អារម្មណ៍លើខ្ញុំទៅវិញលោកស្រីភ្ញាក់ហើយឬនៅលោកម្ចាស់បានបញ្ជាឲ្យពួកយើងមកជួយលោកស្រីរៀបចំខ្លួនគាត់ថាក្រោយពេលញ៉ាំអាហារពេលព្រឹករួចឡានសេះកំពុងរងចាំនៅខាងក្រៅដើម្បីទៅតុលាការយ៉ាងនេះចាសោះទោះបីជាបានខ្លាចជាភរិយារបស់លោកម្ចាស់ភីក៏ដោយតែធៀបពិតខ្ញុំនៅតែជាស្រីបម្រើការតូចតាចចរ៉ែទោះជាយ៉ាងណាក៏ត្រូវតែទៅធ្វើការដូចរាល់ដងដែរវាសនាជាប្រពន្ធគេផងត្រូវធ្វើការបម្រើគេផងតើមានអ្នកណាខ្លះយល់អារម្មណ៍នេះនេះពិតជាមនុស្សតែម្នាក់មែនទេមិនក៏មានស្ទីលខុសគ្នាខ្លាំងម្ល៉េះអរុនសួស្ដីលោកម្ចាស់ស្លាប់ហើយនោះជាប្រធានរបស់ខ្ញុំតើគាត់ច្បាស់ជាមកស្ដីបន្ទោសខ្ញុំទៀតមិនខាន
ថ្វាយបង្គំលោកម្ចាស់ភីនិងសូមគោរពលោកស្រីផងបាទថ្វាយបង្គំលោកម្ចាស់ភីនិងសូមគោរពលោកស្រីផងបាទឯកសារដែលលោកម្ចាស់ត្រូវការខ្ញុំបានរៀបចំរួចរាល់ហើយបាទខ្ញុំបានបញ្ជាឲ្យគេដូរទៅឈើប្រណិតថ្មីជូនលោកស្រីតាំងពីយប់មិញម្លេះកៅអីក៏មានទ្រពូកស្បែកទន់ល្មើយដែរនេះជាតែឡុងជីងយ៉ាងល្អប្រណិតសូមលោកស្រីពិសាដោះស្រាយក្អកជួយផងខ្មាស់គេស្លាប់ហើយម្នាក់សម្លឹងមកខ្ញុំគ្រប់គ្នានៅតុលាការដាលីស៊ឺគ្រប់គ្នាបំពេញភារកិច្ចរៀងខ្លួនមិនគិតពីឋានៈឡើយស្មានជាងនឿយហត់នឹងការចម្លងសំណុំរឿងធ្វើឲ្យចុកដៃខ្លាំងចំពោះសំណុំរឿងចាស់ពីមុនទុកឲ្យលោកម្ចាស់សូមចម្លងដោយខ្លួនឯងទៅគាត់ហ៊ានសងសឹកជំនួសខ្ញុំជាសាធារណៈផងបើខ្ញុំឃើញតួរបស់នាងពោពេញដោយរបស់របរញ៉ៃញ៉ៃទៀតឬនរណាឧថានាងចម្លងយឺតនោះលោកម្ចាស់សូមលោកត្រូវដកតំណែងហើយខ្ញុំបាទយល់ហើយខ្ញុំនឹងប្រមូលសំណុំរឿងទៅវិញភ្លាមមិនហ៊ានឲ្យលោកស្រីហត់ឡើយត្រឹមតែជាការសម្ដែងសោះតែគាត់ការពារខ្ញុំបានល្អខ្លាំងណាស់ងាប់ហើយអារម្មណ៍អាំងក្នុងបង្អែកបែបនេះពិតជាសប្បាយចិត្តណាស់ចាប់ពីពេលនោះមកខ្សែភ្នែកអ្នករួមការងារមើលមកខ្ញុំបានផ្លាស់ប្ដូរទាំងស្រុងនៅលើតុរបស់ខ្ញុំតែងតែមានផ្លែឈើស្រស់ជារៀងរាល់ថ្ងៃសូម្បីតែជក់ចាស់ដែលខ្ញុំប្រើកន្លះឆ្នាំក៏មានគេលួចដូរជាជក់គុណភាពល្អដែរមិនក៏ជាលោកសូមជឿមីងធ្លាប់ជាភាពកក់ក្ដៅតែមួយគត់របស់ខ្ញុំនៅក្នុងកន្លែងដ៏ត្រជាក់នេះជាពន្លឺដែលខ្ញុំគិតតែម្នាក់ឯងយើងធ្លាប់សន្យាថានឹងរួមរស់ជាមួយគ្នាអស់មួយជីវិតតែខែមុនដើម្បីតោងខ្សែស្រឡាយកូនស្រីមន្ត្រីធំគាត់ក៏បោះបង់ខ្ញុំចោលភ្លាមជាងជីវពេលនេះនាងសំចិត្តហើយមែនទេបានធ្វើជាជំទាវដាលីស៊ឺដើរឡើងរកពីណានាងដឹងទេថាមនុស្សខាងក្រៅនិយាយពីនាងយ៉ាងម៉េចគេថាជានាងស្រីខូចតោងអ្នកមានអំណាចពិតមែនហើយគំនិតប្រុសក្បត់តែងតែអាត្មានិយមបែបនេះឯងខ្លួនឯងអាចលះបង់ស្នេហាចាស់ដើម្បីបុណ្យស័ក្តិបានតែបែរជាទ្រាំមិនបានពេលឃើញសង្សារចាស់រស់នៅបានសុខជាងខ្លួនលោកស្មានសុងទីនេះជាកន្លែងតុលាការសូមប្រយ័ត្នសម្ដីបន្តិចអ្នកអតីតនិយាយពីខ្ញុំយ៉ាងណាជាការងាររបស់គេតែឋានៈខ្ញុំឥឡូវលោកត្រូវតែគោរពខ្ញុំឬមួយច្បាប់ទម្លាប់របស់លោកម្ចាស់សុងត្រូវឆ្កែស៊ីអស់ទៅហើយកុំយកពីហួយអានមកគំរាមខ្ញុំនាងគិតថាគាត់ស្រឡាញ់នាងមែនទេជាងជីវគួរឆ្លោះកញ្ចក់មើលខ្លួនឯងផងមនុស្សមានអំណាចដូចភីហួយអានអាពីពីពីសម្រាប់គាត់គ្រាន់តែជាលបែងនយោបាយនិងយកនាងធ្វើជាខែការពារខ្លួនប៉ុណ្ណោះមែនហើយសំបីតែមនុស្សក្រៅដូចសុងជាមីងក៏មើលដឹងដែរគាត់គ្មានថ្ងៃស្រឡាញ់ខ្ញុំពិតប្រាកដឡើយនេះគ្រាន់តែជាលបែងអំណាចបើថ្ងៃណាមួយគាត់លែងត្រូវការខែនេះទៀតខ្ញុំដែលជាកូនអុកគ្មានប្រយោជន៍នឹងត្រូវគាត់បោះបង់ចោលដោយមិនស្ដាយស្រណោះដល់ពេលនោះនាងនឹងគ្មានកន្លែងកប់ខ្មោចឡើយនៅក្នុងតុលាការដាលីស៊ឺនេះនិយាយចប់ហើយមែនទេបើចប់ហើយគេចេញទៅសំណុំរឿងពន្ធអំបិលនេះលោកម្ចាស់ភីត្រូវការបន្ទាន់បើខូចការងារលោកមានក្បាលប៉ុន្មានសម្រាប់កាត់អូហូគ្រាន់តែសំណុំរឿងក៏កាន់មិនចប់ដែរស្មានតែធ្វើជំទាវហើយមិនបាច់ខ្វល់ពីការងារមែនទេមិនត្រូវប្រឡាក់ប្រឡូកជាមួយមនុស្សថោកទាបឡើយត្រូវគិតការងារជាធំលោកម្ចាស់ភីខ្ញុំពិនិត្យសំណុំរឿងឃើញថាសេចក្តីថ្លែងការណ៍ពន្ធអំបិលដែលជាងជីវចម្លងមានកំហុសឆ្គងធ្ងន់ធ្ងរណាស់នៅទំព័រទី3ប្រាក់សំណូក 10,000 ដំឡឹងនាងចម្លងសតែ 10,000 ដំឡឹងប៉ុណ្ណោះនេះជាកំហុសធ្ងន់ធ្ងរណាស់បើបែកការទៅតុលាការដាលីស៊ឺនឹងត្រូវបាក់មុខជាមិនខាននាងធ្វើប្រហែសបែបនេះមិនស័ក្តិសមនឹងតំណែងស្មានដាលីស៊ឺឡើយមិនអាចទេខ្ញុំទៀងទាត់ឡើង3ដងគ្មានថ្ងៃខុសសំបីតែមួយតួអក្សរឡើយខ្ញុំមិនបានធ្វើទេសូមលោកម្ចាស់ជួយរកយុត្តិធម៌ផងខ្ញុំបានផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់មិនអាចសរសេរខុសឡើយខ្ញុំសូមពិនិត្យមើលច្បាប់ដើមគឺនៅទីនេះហើយជាងជីវភូតាំងនៅនឹងភ្នែកបើនាងថាមានគេបង្កាច់បង្ខូចតើសំណុំរឿងនេះមាននរណាពណ៌ក្រៅពីនាងទេហើយអក្សរនេះមិនមែនជារបស់នាងមែនទេសុងជាមីងកំពុងបង្កាច់បង្ខូចខ្ញុំគាត់ធ្វើឲ្យជ្រុះសំណុំរឿងដើម្បីលួចបន្លំដូរក្រដាសខ្លែងខ្លាយចូលតើមាននរណាជឿខ្ញុំទៅដូចសុងជាមីងនិយាយអញ្ចឹងភីហួយអានគ្រាន់តែប្រើខ្ញុំសម្ដែងគាត់មិនចាំបាច់ជួយកូនអុកដូចខ្ញុំឡើយ
ឲ្យតែគាត់ដាក់ទោសខ្ញុំតាមច្បាប់មិនត្រឹមតែបង្ហាញពីភាពយុត្តិធម៌របស់គាត់ទេថែមទាំងអាចដេញខ្ញុំចេញដោយស្របច្បាប់ទៀតយកសពមួយនេះដល់ពេលត្រូវភ្ញាក់ហើយអក្សរនេះពិតជាអក្សររបស់ស្មានជាងមែន លោកម្ចាស់ពិតជាឆ្លៀសវៃមនុស្សធ្វេសប្រហែសបែបនេះគួរតែត្រូវដាក់ទោសធ្ងន់ធ្ងរប៉ុន្តែលោកស្មានសុងលោកថានេះជាអក្សររបស់ស្មានជាងសរសេរមែនទេបាទពិតមែនហើយល្ងងខ្លៅបំផុតស្មានជាងចម្លងសៀវភៅ3ឆ្នាំមកនេះនាងមានទម្លាប់សម្ងាត់មួយពេលនាងសរសេរពាក្យយូម៉ឺនគឺឆ្នោតចុងក្រោយមិនដែលអូសដល់ក្រោមទេគឺតែងតែញាតទៅឆ្វេងបន្តិចព្រោះឆ្នាំដំបូងដែលនាងចូលធ្វើការដែលនាងត្រូវរងាខ្លាំងទើបបង្កើតជាទម្លាប់កែមិនឡើងបែបនេះមិនក៏គាត់ដឹងទម្លាប់នេះសំបីតែខ្លួនខ្ញុំផ្ទាល់ក៏មិនសូវចាប់អារម្មណ៍ផងគាត់ជាមន្ត្រីជាន់ខ្ពស់បុណ្យស័ក្តិធំមិនក៏មកតាមដានរបៀបសរសេរអក្សររបស់ស្មានតូចតាចម្នាក់ទៅវិញនៅក្នុងថតសម្ងាត់បន្ទប់ធ្វើការរបស់គាត់សុទ្ធតែជាក្រដាស់ព្រៀងដែលនាងសរសេរខូចទាំងអស់ឬមួយរឿងនេះជាការពិតដែរនៅក្នុងថតសម្ងាត់បន្ទប់ធ្វើការរបស់គាត់សុទ្ធតែជាក្រដាស់ព្រៀងដែលនាងសរសេរខូចទាំងអស់ឬមួយរឿងនេះជាការពិតដែរអក្សរនៅលើក្រដាស់នេះគឺសរសេរត្រង់ស្មើនឹងមុតស្រួចខ្លាំងណាស់ជាក់ស្ដែងណាស់គឺមានអ្នកមានបំណងចម្លងតាមអក្សររបស់ស្មានជាងតែធ្វើមិនដូចតតែសោះអ្វីដែលកាន់តែចៃដន្យនោះគឺខ្ញុំស្គាល់អក្សរមួយតួនេះច្បាស់ណាស់លោកម្ចាស់សុងកាលពីប្រឡង3ឆ្នាំមុនខ្ញុំធ្លាប់បានកែវិញ្ញាសារបស់លោកអាចចម្លងតាមទម្រង់អក្សររបស់នាងបានតែមិនអាចលុបបំបាត់របៀបសរសេរផ្ទាល់ខ្លួនបានឡើយលោកម្ចាស់ខ្ញុំបាទស្មានដាលីស៊ឺសុងជំនាញបង្កើតឯកសារคล้ายៗដើម្បីគំនុំផ្ទាល់ខ្លួនគូផែនការក្បត់គិតបំផ្លាញរឿងក្តីរាជវាំងនរណានៅទីនោះដោះឲ្យមន្ត្រីវាដោះមកវាចេញអូវាទៅវា50រំពាត់ថ្ងៃនេះដេញចេញមិនឲ្យចូលបម្រើការងារទៀតឡើយអូវាទៅវា50រំពាត់ថ្ងៃនេះដេញចេញមិនឲ្យចូលបម្រើការងារទៀតឡើយសម្រាប់ការជំនុំជម្រះលោកម្ចាស់រឿងថ្ងៃនេះអរគុណលោកម្ចាស់ដែលបានស៊ើបអង្កេតច្បាស់លាស់ផ្ដល់ភាពស្អាតស្អំដល់ខ្ញុំនាងគិតថាខ្ញុំកំពុងការពារនាងមែនទេលោកម្ចាស់មិនមែនការពារទេខ្ញុំដឹងថាលោកម្ចាស់ធ្វើបែបនេះគឺដើម្បីរក្សាច្បាប់របស់តុលាការកំពូលហើយក៏ដើម្បីធ្វើឲ្យការសម្ដែងរឿងនេះកាន់តែដូចពិតប្រសិនបើថ្ងៃនេះលោកម្ចាស់សំបីតែភរិយាคล้ายៗរបស់ខ្លួនក៏ការពារមិនបានផងនោះពួកស្រូវនៅក្នុងរាជវាំងច្បាស់ជាមើលធ្លុះថានេះគ្រាន់តែជាអាពាហ៍ពិពាហ៍នយោបាយជាមិនខានជាងជីវនាងត្រូវតែភ្ជាប់គ្រប់រឿងទៅនឹងការសម្ដែងនិងល្បិចកលនយោបាយមែនទេជាងជីវនាងត្រូវតែភ្ជាប់គ្រប់រឿងទៅនឹងការសម្ដែងនិងល្បិចកលនយោបាយមែនទេបើមិនដូច្នោះទេលោកម្ចាស់នៅខ្ពង់ខ្ពស់ឯខ្ញុំភាពទន់ទាបដូចស្រមោលក្រៅពីល្បិចកលតើយើងមានទំនាក់ទំនងអ្វីផ្សេងទៀតទំនាក់ទំនងនាងពិតជាចង់ដឹងថាយើងមានទំនាក់ទំនងអ្វីមែនទេសុងសឺមីងទើបតែនិយាយខុសមួយម៉ាត់នៅក្នុងសារជំនុំជម្រះអំបញ្ញមិញនាងមិនមែនជាកូនអុកដែលអាចបោះបង់ចោលនៅពេលណាក៏បាននោះទេនាងជាងជីវគឺជាភរិយាដែលខ្ញុំភ័យហួយយានបានរៀបការយ៉ាងពេញច្បាប់ដោយប្រើថ្លៃទឹកដោះ128ហឹបនៅក្នុងតុលាការកំពូលនេះនៅក្នុងរាជធានីនេះដរាបណាខ្ញុំនៅមានជីវិតតែមួយថ្ងៃគ្មាននរណាអាចប៉ះពាល់សក់នាងមួយសរសៃឡើយនេះមិនមែនជាការសម្ដែងទេចេញទៅទម្លាប់សរសេរអក្សរនោះគំនូរព្រៀងដែលបោះចោលទាំងនោះហើយនឹងសម្ដីដែលគាត់ទើបតែនិយាយអំបញ្ញមិញឬមួយក៏គាត់មិនមែនកំពុងសម្ដែងពិតមែនឬមួយក៏គាត់មិនមែនកំពុងសម្ដែងពិតមែនលោកម្ចាស់លោកកំពុងធ្វើអ្វីហ្នឹងរើផ្ទះរើផ្ទះលោកម្ចាស់កុំលេងសាច់អីលោកជាមន្ត្រីថ្នាក់ទី3ដ៏ខ្ពង់ខ្ពស់នៃតុលាការកំពូលជាសទ្រង់របស់រាជវាំងលោកមកស្នាក់នៅតំបន់ក្រីក្របែបនេះប្រសិនបើពួកមន្ត្រីត្រួតពិនិត្យដឹងរឿងនេះពួកគេច្បាស់ជាបានទាស់លោកជាមិនខានដល់ពេលនោះទោះបីជាខ្ញុំមានក្បាល10ក៏មិនគ្រាន់ឲ្យគេកាត់ដែរខ្ញុំបានដាក់ញ៉ាត់ថ្វាយព្រះរាជាតាំងពីព្រលឹមរួចហើយដោយប្រាប់ថាផ្ទះរបស់ខ្ញុំចាស់ទ្រុឌទ្រោមខ្លាំងកំពុងតែជួសជុលឡើងវិញដើម្បីងាយស្រួលក្នុងការស៊ើបអង្កេតរឿងក្តីចាស់របស់អតីតរាជវាំងខ្ញុំក៏មកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះភរិយាជាងជីវព្រះរាជាមិនត្រឹមតែអនុញ្ញាតទេថែមទាំងសរសើរខ្ញុំថាជាមន្ត្រីស្អាតស្អំសន្សំសំចៃមិនខ្ជិះខ្ជីទៀតផងមិនដែរនាងមានយោបល់អីទេខ្ញុំមិនហ៊ានទេពេលនេះផ្ទះដ៏កំសត់របស់ខ្ញុំស្ងាត់ជ្រងជាងគុកងឹតរបស់តុលាការកំពូលទៅទៀត
សំបីតែឆ្កែអានិថាដើរកាត់មុខផ្ទះក៏ត្រូវគេសួរនាំពីមាត់ដែរចាប់តាំងពីភ័យហួយយានចូលមកស្នាក់នៅការងាររបស់ខ្ញុំកើនឡើងដល់ទៅ3ដងគាត់និយាយយ៉ាងពីរោះថាធ្វើការនៅផ្ទះតែឲ្យភរិយាដូចខ្ញុំតាមបម្រើគ្រប់ពេលតាមពិតទៅខ្ញុំខ្លាចជាអ្នកបម្រើផ្ទាល់ខ្លួនឆុងតែបម្រើទឹកហើយថែមទាំងត្រូវត្រៀមខ្លួនឲ្យគាត់ស្ដីបន្ទោសគ្រប់ពេលទៀត កន្លែងកត់ត្រានេះសម្ដីទន់ភ្លន់ពេកហើយសរសេរឡើងវិញ នេះជាការវិភាគរឿងក្តីដែលលោកនិយាយផ្ទាល់ហើយខ្ញុំជាអ្នកកត់ត្រាតើខ្លួនឯងជាអ្នករៀបរាប់យ៉ាងច្បាស់លាស់តើទន់ភ្លន់ត្រង់ណាទៅលោកម្ចាស់ខ្ញុំគិតថាការសរសេរបែបនេះគ្មានបញ្ហាអ្វីទេ នាងជាស្មៀនរបស់តុលាការកំពូលជាភរិយារបស់លោកមេធាវីដ៏ល្បីល្បាញអក្សររបស់នាងតំណាងឲ្យភាពម៉ឺងម៉ាត់របស់តុលាការកំពូលមិនមែនជាសម្បត្តិស្នេហារបស់ពួកអ្នកលក់តែតាមដងផ្លូវនោះទេប្រាប់ឲ្យសរសេរឡើងវិញគឺសរសេរឡើងវិញទៅអក្សររបស់នាងតំណាងឲ្យភាពម៉ឺងម៉ាត់របស់តុលាការកំពូលមិនមែនជាសម្បត្តិស្នេហារបស់ពួកអ្នកលក់តែតាមដងផ្លូវនោះទេប្រាប់ឲ្យសរសេរឡើងវិញគឺសរសេរឡើងវិញទៅភ័យហួយយានមនុស្សចូលចិត្តត្រួតត្រានិងរើសអើងដូចលោកបាននរណារៀបការជាមួយលោកពិតជាសី8ជាតិមិនខាន ចម្លងទំព័រនេះរួចសឹមសម្រាប់ទៅតុលាការកំពូលមិនក៏រហូតដល់ថ្នាក់ត្រូវកេងប្រវ័ញ្ចកម្លាំងពលកម្មស្ត្រីដើម្បីដោះស្រាយរឿងក្តីនោះទេ អរគុណលោកម្ចាស់ អង្គក្បាលចុះខ្មានកំបិតការពីលោកម្ចាស់ ពួកស្ត្រូវទាំងនោះពិតជាចុះដៃមែនហើយពួកគេមិនចង់ឲ្យរឿងក្តីចាស់នេះត្រូវលាតត្រដាងឡើយទើបបានជាបញ្ជូនឃាតមកសម្រាប់បំបិតមាត់ កុំខ្លាចអីមានខ្ញុំនៅទីនេះគ្មាននរណាអាចធ្វើបាបនាងបានឡើយលោកម្ចាស់ពួកយើងការពីមិនបានល្អសូមលោកម្ចាស់ដាក់ទោសទៅស៊ើបរកប្រភពរបស់ឃាតតដែលនៅរស់យកសាកសពទៅព្យួរនៅលើបង្គោលទង់ជាតិមុខតុលាការកំពូលខ្ញុំចង់ឲ្យពួកគេដឹងថាអ្នកដែលហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំនឹងមានវាសនាបែបណា លោកម្ចាស់ពួកគេមកដើម្បីសម្លាប់លោកម្ចាស់មែនទេ ទេកន្លងព្រួយនេះគឺតម្រង់មករកនាងទេកន្លងព្រួយនេះគឺតម្រង់មករកនាង តម្រង់មកខ្ញុំ ឯកសារដែលនាងចម្លងប៉ុន្មានថ្ងៃនេះគឺជាប្រស្តាំងរឹងមាំក្នុងការកាត់ទោសហើយមន្ត្រីទាំងអស់ក្នុងរាជវាំងក៏ដឹងដែរថានាងគឺជាចំណុចខ្សោយរបស់ខ្ញុំពួកកញ្ជ្រោងចាស់ទាំងនោះមិនអាចកម្ចាត់ខ្ញុំបានទើបចង់សម្លាប់នាងដើម្បីប្រមាននិងបំផ្លាញឯកសារចោលក្នុងពេលតែមួយដរាបណានាងស្លាប់ល្បិចរៀបការคล้ายៗនេះនឹងត្រូវបែកធ្លាយហើយពួកគេអាចបន្តបញ្ជូនមនុស្សមកក្បែរខ្ញុំទៀត ខ្ញុំទីមិនខុសមែននេះពិតជាតម្លៃនៃការតស៊ូរបស់ពួកអ្នកធំ ខ្ញុំដែលជាខែការពីម្នាក់នេះទីបំផុតក៏ខ្លាចជាទាំងស៊ីរបស់គេពិតមែនចុះខ្ញុំត្រូវធ្វើដូចម្តេចទៅលោកម្ចាស់ខ្ញុំមិនទាន់ចង់សាប់ទេឪពុកខ្ញុំមិនទាន់បានប្រឡងចប់ផង ចាប់ពីយប់នេះទៅនាងមិនអាចគេងនៅបន្ទប់ចំហៀងទៀតទេនាងត្រូវបដូរមកគេងនៅបន្ទប់ធំវិញ បដូរមកបន្ទប់ធំប៉ុន្តែបន្ទប់ធំមានគ្រែតែមួយគត់តើក្នុងពេលដែលពួកឃាតកំពុងតាមសម្លាប់នាងបែបនេះវាបង្ហាញថាពួកគេដឹងថាយើងគេងបែកបន្ទប់គ្នាហើយដឹងថាខ្ញុំមិនអាចការពារនាងបាននៅពេលយប់ជាងជីវនាងតែងតែនិយាយថាសហការសម្ដែងជាមួយខ្ញុំឲ្យបានល្អមិនក៏ឥឡូវដល់ពេលមានគ្រោះថ្នាក់ដល់ជីវិតនាងបែរជាគ្មានសេចក្តីក្លាហានសូម្បីតែគេងរួមបន្ទប់ជាមួយខ្ញុំទៅវិញប្រសិនបើនាងមិនគេងនៅក្រោមខ្សែភ្នែករបស់ខ្ញុំទេយប់ស្អែកអ្វីដែលហោះចូលបន្ទប់នាងប្រហែលជាមិនមែនមានតែព្រួញមួយគ្រាប់នោះទេ ជីវិតរបស់ខ្ញុំពេលនេះពិតជាពឹងផ្អែកលើគាត់ម្នាក់គត់ហើយបើឃ្លីពីគាត់តែមួយជំហានខ្ញុំប្រហែលជាគ្មានឱកាសបានឃើញព្រះអាទិត្យថ្ងៃស្អែកឡើយខ្ញុំមិនបដូរទេទូស្លាប់ក៏ខ្ញុំមិនបដូរដែរខ្ញុំមិនបដូរទេទូស្លាប់ក៏ខ្ញុំមិនបដូរដែរត្រូវតែស្ងប់ចិត្តដាច់ខាតមិនត្រូវប៉ះពាល់គាត់ឡើយដានទីងហាមប៉ះពាល់ដាច់ខាត កុំញ័រអី មិនមែនញ័រទេគឺត្រជាក់ខ្លាំងណាស់លោកម្ចាស់ មកនេះមកគេងខាងនេះទៅ លោកម្ចាស់នេះខុសច្បាប់ហើយនេះជាខ្យល់ត្រជាក់ ពិតមាត់បើឯងផ្ដាសាយថ្ងៃស្អែកអ្នកណាថតចម្លងឯកសារឲ្យយើង មិនដែលធ្លាប់មានបុរសណាការពារខ្ញុំយ៉ាងយកចិត្តទុកដាក់បែបនេះឡើយសូមជឿគិតតែពីស្អប់ខ្ពើមដៃខ្ញុំដែលរឹងនិងមិនស្អាតដោយសារការសរសេរស្អប់ខ្ពើមដែលខ្ញុំគ្មានលុយទិញគ្រឿងសម្អាងថ្លៃប៉ុន្តែបុរសដែលមានអំណាចម្នាក់នេះបែរជាប្រើរាងកាយរបស់គាត់ដើម្បីជួយបាំងខ្យល់ដ៏ត្រជាក់ឲ្យខ្ញុំទៅវិញស្លាប់ហើយហេតុអីទម្លាប់គេងមិនស្រួលរបស់ខ្ញុំបែរជាមកធ្វើទុកនៅពេលនេះទៅវិញ ឥឡូវនេះទើបតែចង់រត់តើវាមិនយឺតពេលទេលោកស្រី លោកម្ចាស់
ខ្ញុំមិនបានតាំងចិត្តទេខ្ញុំតាំងពីតូចមកគេងមិនសូវស្រួលគ្មានបំណងប្រមាថលោកម្ចាស់ឡើយខ្ញុំនឹងទៅលុតជង្គង់នៅខាងក្រៅឥឡូវនេះ ជាងឈៀវឲ្យជាងឈៀវអញពិតជាថ្លាមធំមែនហ៊ានយកមន្ត្រីថ្នាក់ទី3ធ្វើជាខ្នើយអបផងទម្លាប់គេងរបស់ឯងពិតជាត្រូវវឹកហាត់ឡើងវិញហើយបើគុំតែយើងចេះក្បាច់គុណម្លេះសំយប់មិញត្រូវឯងអបរិទ្ធដាច់ខ្យល់ស្លាប់បាត់ហើយថ្ងៃនេះយើងមិនទៅសាលាដាលីទេតែត្រូវទៅក្រសួងយុទ្ធភ័ពមួយជើងរឿងឃាតករយប់មិញយើងរកឃើញតម្រុយខ្លះហើយពួកកញ្ជ្រោងចាស់ទាំងនោះហ៊ានលូកដៃចូលក្នុងផ្ទះរបស់ភរិយាយើងត្រូវតែកាត់ក្រញាំដៃពួកវាចោលឲ្យអស់រៀបចំរបស់របរក្នុងប្រអប់នេះបន្តិចទៅនេះជាអ្វីក្នុងប្រអប់របស់មន្ត្រីសាលាដាលីហេតុអ្វីមានថង់ក្រអូបរបស់ស្រីបែបនេះប្រើបាន3ឆ្នាំហើយមិនមែនតាំងពី3ឆ្នាំមុនទេអីត្រូវហើយគឺពេលដែលខ្ញុំទៅតែប្រឡងជាប់ចូលសាលាដាលីហើយលោកភីក៏ទៅតែឡើងកាន់តំណែងក្នុងឯកសារក៏ត្រាថា3ឆ្នាំមុនលោកភីបានស៊ើបអង្កេតករណីពុករលួយហើយត្រូវបានខ្មាន់កំភ្លើងលបប្រហារនៅវត្តយន្តមិនធ្វើឲ្យភ្នែកទាំងពីរខ្វាក់បណ្ដោះអាសន្នវត្តយន្តមិនក្នុងខាងក្រោយវិហារចាស់ទ្រុបទ្រោមភ្នែកខ្វាក់ពេលឆ្នាំមុនខ្ញុំទៅតែអាយុ17ឆ្នាំនាំប្អូនប្រុសមកទីក្រុងក៏រហូតគ្មានលុយជួលផ្ទះសំណាក់ក៏ស្នាក់នៅវិហារចាស់នោះយប់នោះមានភ្លៀងធ្លាក់ខ្លាំងណាស់ឃើញគាត់ដង្ហក់ចិត្តស្លាប់ខ្ញុំពិតជាដាច់ចិត្តទៅរួចមិនល្អទេមានមនុស្សឡើងភ្នំប្រហែលជាស្ត្រូវតាមរកហើយប្រញាប់ទៅមិនអាចទេលើលោកនេះមានរឿងចៃដន្យបែបនេះដែរក្នុងថតទូសម្ងាត់របស់គាត់សុទ្ធតែជាឯកសារព្រាងដែលខ្ញុំសរសេរខូចពេលនាងសរសេរអក្សរតែងតែអូសចុងក្រោយវែងបើឲ្យយើងឃើញទៅនាងរញ៉េញ៉ៃទៀតឬអ្នកណាអ៊ូថានាងសរសេរយឺតសុងដារិនតំណែងរបស់ឯងនឹងត្រូវដកហើយអ្វីដែលខ្ញុំគិតថាជាការបង្ខិតបង្ខំអ្វីដែលខ្ញុំគិតថាជាការការពារអ្វីដែលខ្ញុំគិតថាជាការសម្ដែងសុទ្ធតែជាការកុហកទាំងអស់ការពិតគឺបុរសខ្វាក់ភ្នែកដែលខ្ញុំបានជួយសង្គ្រោះកាលពី3ឆ្នាំមុនគឺលោកភីនាងឃើញអស់ហើយមែនទេលោកភីលោកឈួតហើយមែនទេលោកជាមន្ត្រីថ្នាក់ទី3ហេតុអ្វីលាក់របស់ទាំងនេះហេតុអ្វីត្រូវសហការជាមួយប្អូនខ្ញុំសម្ដែងរឿងដែលអាចត្រូវប្រហារជីវិត9ចំនួនបែបនេះមែនហើយយើងឈួតហើយ3ឆ្នាំមកនេះរាល់ពេលដែលនាងជួបយើងនាងតែងតែអង្គក្បាលខ្លាចចោអានាងខ្លាចយើងខ្លាំងណាស់បើយើងប្រើឋានៈជាមន្ត្រីសាលាដាលីទៅដណ្ដឹងនាងច្បាស់ជាគិតថាយើងបង្ខិតបង្ខំឲ្យរត់ចេញពីទីក្រុងជាមិនខានដូចនេះយើងមានតែរងចាំពេលដែលនាងហើយយើងថាក៏ប្តីគឺនៅមុខតុលាការនាងមិនដឹងទេថាយើងអរគុណការកុហកដ៏ឆ្កួតលីលានោះកម្រិតណានេះជាឱកាសតែមួយគត់ដែលព្រះប្រគល់ឲ្យយើងដើម្បីអាចរក្សានាងនៅក្បែរខ្លួនបានជាងឈាវមួយជីវិតនេះយើងមិនដែលចាញ់នរណាឡើយមានតែចំពោះនាងម្នាក់គត់យើងសុខចិត្តប្រើវិធីដែលល្មមបំផុតនិងឆ្កួតបំផុតដើម្បីកាត់ផ្ដាច់ផ្លូវថយក្រោយខ្លួនឯងគ្រាន់តែសង្ឃឹមថានាងអាចងាកមកមើលយើងបន្តិចប្រែថាក្នុងការរៀបការនយោបាយដែលខ្ញុំគិតនេះគាត់គឺជាអ្នកដែលហ៊ានលះបង់គ្រប់យ៉ាងលោកភីលោកពិតជាមនុស្សឆ្កួតមែនលោកដឹងទេថារាល់យប់ខ្ញុំខ្លាចរហូតគេងមិនលក់ព្រោះបារម្ភថារឿងនេះនឹងត្រូវលាបត្រដាងហើយត្រូវប្រហារជីវិតទៅថ្ងៃមុខមិនបាច់ខ្លាចទៀតទេរឿងល្ខោនមួយនេះពេញមួយជីវិតនេះក៏មិនអាចបញ្ចប់ដែរមែនហើយខ្ញុំបានខ្លាចជាភរិយាមន្ត្រីថ្នាក់ទី1ទោះបីជាឋានៈនេះមិនទាន់ផ្លូវការតែសាលាដាលីក៏មិនបានបណ្ដេញខ្ញុំចេញដែរបងថ្លៃបងធ្វើបែបនេះលំអៀងពេកហើយបងស្រីខ្ញុំសរសេរខុសបងបែរជាសរសើរថាមានរបៀបរៀបរយល្អចំណែកខ្ញុំគ្រាន់តែសរសេរខ្វះមួយម៉ាត់បងបែរជាឲ្យខ្ញុំចូលសរសេរឡើងវិញ100ដងបងថ្លៃបងពិតជាលំអៀងខ្លាំងណាស់បងស្រីខ្ញុំសរសេរខុសបងបែរជាសរសើរថាមានរបៀបរៀបរយល្អចំណែកខ្ញុំគ្រាន់តែសរសេរខ្វះមួយម៉ាត់បងបែរជាឲ្យខ្ញុំចូលសរសេរឡើងវិញ100ដងបងស្រីឯងជាភរិយាដែលយើងខំប្រឹងរៀបចំផែនការយ៉ាងយូរទើបតែដណ្ដឹងបានមក
បើឯងច្រណែនក៏ប្រញាប់ប្រឡងឲ្យជាប់រួចសុំរីកទានអាពីពីខ្លួនឯងទៅ លោកម្ចាស់នេះជាពេលថ្ងៃត្រង់ណាលោកធ្វើបែបនេះមិនខ្លាចគេនិយាយដើមទេអី ភរិយាឲ្យសេចក្តីប្រាថ្នាធំបំផុតក្នុងជីវិតយើងគឺនាងចំណែកមាត់អ្នកដទៃបើពួកគេហ៊ាននិយាយច្រើនតែមួយម៉ាត់យើងនឹងចាប់ពួកគេដាក់គុកសាលាដាលីឲ្យអស់ នឹកស្មានមិនដល់សោះថាវិបត្តិគ្រួសារដែលបង្កឡើងដោយប្អូនប្រុសខ្ញុំចុងក្រោយបែរជាធ្វើឲ្យខ្ញុំខ្លាចជាស្រីដែលមានសំណាងបំផុតក្នុងរាជវង្សទៅវិញ